បុគ្គលដែលមានធัวជាទីពឹងគឺព្រះអង្គសម្ដែងថាបុគ្គលពិចារណាឃើញកាយក្នុងកាយហ្នឹងមិនពឹងធัวនឹងដោយប្រការណាទេអញ្ចឹងយើងស្ដាប់សេចក្តីនៃអវាទរបស់ព្រះអង្គនឹងគឺថាមនាលភិក្ខុទាំងឡាយតើបុគ្គលដូចម្ដេចឈ្មោះថាមានធัวជាទីពឹងហើយបានព្រះអង្គសម្ដែងថាភិក្ខុនៅក្នុងសាសនានេះជាអ្នកពិចារណាឃើញកាយក្នុងកាយពិចារណាឃើញវេទនាក្នុងវេទនាពិចារណាឃើញចិត្តក្នុងចិត្តពិចារណាឃើញធัวក្នុងធัวមនាលភិក្ខុដូច្នេះឯងដែលឈ្មោះថាបុគ្គលមានធัวជាទីពឹងអញ្ចឹងនៅក្នុងការពិចារណាឃើញកាយក្នុងកាយហ្នឹងគុណម្ចាស់ក៏មានកាយខ្ញុំកណាខ្ញុំបាទញាតិញោមពុទ្ធបរិស័ទក៏មានកាយហើយទាំងនៅក្នុងកាយហ្នឹងក្នុងមហាសតិប្បដ្ឋានសូត្រព្រះអង្គសម្ដែងចែកទៅជាបព្វពាក្យច្រើនទៀតគ្រាន់តែនៅក្នុងឧទេសវិរៈគឺថាព្រះអត្តកថាបានបញ្យល់ថាការពិចារណាឃើញកាយក្នុងកាយគឺពិចារណាឃើញមហាភូតរូបហើយនឹងឧបាទេយរូបអាហ្នឹងគឺសេចក្តីរួមនៅក្នុងឧទេសវិរៈហ្នឹងនៅក្នុងកាយហ្នឹងហើយកាយបទទី1កាយបទទី2ហ្នឹងនៅក្នុងមហាវិភាំងក៏បានបញ្យល់ណាគឺបរមត្តកាយនៅក្នុងសម្មតិកាយអាហ្នឹងគឺយកសេចក្តីរួមទៀតអញ្ចឹងគឺនៅក្នុងសេចក្តីនេះក៏រតនានិមន្តគុណចាស់អង្គជាអង្គធម្មសាកឆាហ្នឹងបានចូលរួមសេចក្តីថាហេតុអីបានបុគ្គលពិចារណាឃើញកាយក្នុងកាយព្រះអង្គសម្ដែងថាជាអ្នកដែលមានធัวជាទីពឹងហ្នឹងអញ្ចឹងសូមរតនានិមន្តទេសូមអនុមោទនាអង្គសាកិច្ចហាដើម្បីទុកឱកាសខ្ញុំកណាចូលរួមបើយើងនិយាយសង្ខេបដោយខ្លីងាយស្រួលក្នុងការស្ដាប់ទៅគឺព្រះអង្គទ្រង់សម្ដែងអញ្ចឹងមកដើម្បីឲ្យលះបង់នៅវិបរិតចិត្តរបស់យើងនឹងវិបរិតដោយកិលេសពងពួកវែងអស់ទៅច្រឡំចាប់យកបញ្ញត្តិនឹងយកមកធ្វើជាតួខ្លួនទាំងដែលតួខ្លួនឯងនឹងអត់មានអញ្ចឹងនៅក្នុងបព្វពាក្យណាក៏ដោយពាក្យថាសម្ដែងឲ្យឃើញកាយក្នុងកាយនិយាយថាក្នុងកាយរបស់យើងនេះណាយើងសន្មត់អញ្ចឹងទៅដោយបញ្ញត្តិកាយរបស់យើងនឹងហើយកាយនឹងក្នុងកាយរួមទាំងអស់ហ្នឹងវាមានស័ក្តិសម្ភារៈនៃកាយហ្នឹងសរុបសេចក្តីមកឲ្យឃើញថាគ្រាន់តែជាកាយសូម្បីជាមហាភូតរូបដីទឹកភ្លើងខ្យល់នឹងក៏ដោយឬក៏ថាស័ក្តិសម្ភារៈនៃបឋវីសក់រោមក្រចកធ្មេញស្បែករហូតដល់ករិស័ក្តិជាទីបំផុតនឹងក៏ដោយវាគ្រាន់តែជាស័ក្តិសម្ភារៈនៃបឋវីហើយនឹងជាបឋវីហើយបឋវីនេះគឺជាបឋវីកាយព្រោះរូបរាងកាយនេះវាត្រូវផ្សំដោយបឋវីអបោតេជោវាយោហ្នឹងដែលសន្មត់ថាជាកាយហើយសត្វលោកចាប់ប្រកាន់នៅធាតុទាំង4ហ្នឹងថាជាតួខ្លួនគឺមហាភូតរូបនិងអបាទាយរូបហ្នឹងអញ្ចឹងចិត្តរបស់សត្វលោកហ្នឹងគឺវិបរិតដោយអំណាចនៃកិលេសម្ល៉េះហើយក៏ចេះតែប្រព្រឹត្តនៅបាបអកុសលឬក៏ថាកក់ដុំពូនដោយទិដ្ឋិទាំងឡាយច្រើនប្រការហើយទិដ្ឋិនេះឯងទាំងគឺជារឿងដែលវៈវិនវែងឆ្ងាយទៅក្នុងសង្សារវដ្តហើយវាមានតណ្ហាណាមានទិដ្ឋិគឺមានតណ្ហាហើយតណ្ហានេះឯងជានិយៈនៅក្នុងសង្សារវដ្តនឹងដែលនាំឲ្យមានភពតូចភពធំនឹងកាលណាបើយើងពិចារណាថាកាយនេះវាគ្រាន់តែជាកាយនេះវាគ្រាន់តែជាកាយដោយអត្ថាធាតុនឹងគ្រាន់តែជាធាតុអត់មែនយើងទេគ្រាន់តែជាធាតុទេហើយចិត្តរបស់យើងដែលវាមិនភ្លឺស្វាងនោះព្រោះអាប់អួរដោយកិលេសអកុសលមោហៈអីក្របសង្កត់ដោយការភ្លេចភ្លាំងស្មារតីមិនដឹងតាមពិតអីអញ្ចឹងទៅក៏ថាហ្នឹងយើងតែតាមការពិតអត់ទេហ្នឹងចិត្តដែលសម្គាល់អញ្ចឹងគឺជាចិត្តដែលវិបលាស់ណាលះបង់នៅនិច្ចសញ្ញាមិនបានលះបង់នៅទុក្ខសុខសញ្ញាមិនបានលះនៅអត្តសញ្ញាមិនបានហើយចិត្តហ្នឹងវិបលាស់ហើយដល់វិបលាស់អញ្ចឹងទៅចេះតែប្រព្រឹត្តទៅដោយអភិសង្ខារផ្សេងទៀតណាបាបកម្មពាវរាច្រើនប្រការមិនប្រាថ្នាដើម្បីនឹងចេញចាកនៅសង្សារវដ្តនេះមិនឃើញតាមពិតហើយគឺមិនរលាស់ហើយក៏មិនស្ទុះស្ទាដែរដែលព្រះអង្គពិចារណាថាឃើញកាយក្នុងកាយគឺគ្រាន់តែជាកាយទោះជាកាយណាមួយក៏ដោយទោះជាបឋវីអបោតេជោវាយោឬក៏ស័ក្តិសម្ភារៈនៃបឋវីអបោតេជោវាយោនឹងក៏ដោយឬក៏ថាវេទនានឹងក៏ដោយឬក៏ថាចិត្តនឹងក៏ដោយឬក៏ថាធម៌នឹងក៏ដោយគ្រាន់តែជាកាយវេទនាចិត្តធម៌អត់មានសត្វបុគ្គលតួខ្លួនប្រាណយើងទេហើយកាលណាដែលប្រព្រឹត្តទៅដោយមុតហសតិការភ្លេចស្មារតីឬក៏ថាអញ្ញាណការមិនដឹងទាំងអស់ហ្នឹង
ចេះតែចាប់ប្រកាន់ថាជាយើងជាអ្នកដតីហើយក៏នាំឲ្យមានអភិសង្ខារព្រឹត្តទៅជាប់នៅក្នុងសង្សារវដ្តមិនមានទីបំផុតអញ្ចឹងបានព្រះអង្គសម្ដែងថាឲ្យឃើញតែគ្រាន់តែជាកាយវេទនាចិត្តធម៌ហ្នឹងគឺដើម្បីលះបង់នៅបញ្ញត្តិនិងដើម្បីលះបង់នៅវិបរិតនេះឯងបានឈ្មោះថាមានធម៌ជាទីពឹងព្រោះប្រព្រឹត្តចម្រើននៅមគ្គដើម្បីឈានទៅរកការរួចផុតអំពីកាយទាំងអស់នឹងឯងចឹងសូមអនុមោទនា សាធុគិនសូមអរគុណគុណចាស់នឹងអនុមោទនានៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទាំងនៅក្នុងកាយពីចុងសក់ដល់បាតជើងនេះគឺមានសភាពស្មុគស្មាញគឺល្អិតល្អន់ជ្រាលជ្រៅទាំងដែលមិនអាចមើលយល់ដោយចក្ខុវិញ្ញាណទេទាំងឧបមាថាយើងមើលអ្នកដតីទៅដោយចក្ខុវិញ្ញាណឃើញចឹងទៅនឹងហើយវាតែងតែចេញមកថាកាយយើងកាយអ្នកដតីទាំងនឹងចឹងគឺមិនអាចមើលយល់បានទេគឺអាស្រ័យដែលយើងបានសន្ទនាពិភាក្សាទៅតាមដំណើរធម៌របស់ព្រះសម្មាសម្ពុទ្ធនេះឯងទាំងបានយើងអាចចាប់ផ្ដើមយល់សន្សំនៅក្នុងរឿងកាយនេះពីព្រោះកាយនេះវាប្រព្រឹត្តទៅដោយសម្ព័ន្ធនៃបដិច្ចសមុបាទធម៌ទាំងហ្នឹងដូចជាកាយដែលប្រកបទៅដោយមហាភូតរូបហ្នឹងដែលយើងមកសន្ទនាគ្នាហ្នឹងហើយយើងមហាភូតរូបដីទឹកភ្លើងខ្យល់ខាងក្រៅគឺថាយើងស្គាល់នឹងបើសិនជាអ្នកដតីយកដីម្ដុំមកឲ្យយើងហើយគេសួរថាតើនឹងជាមនុស្សឬក៏ជាសត្វអ្វីយើងប្រកាសជាបដិសេធថាអានឹងមែនទេអានឹងគឺដុំដីប៉ុន្តែអាការស្គាល់ដុំដីអញ្ចឹងមិនមែនស្គាល់ដីទៅតាមសេចក្តីពិតទេគ្រាន់តែថាស្គាល់ដីហើយរាប់អាននៅដីប្រកាន់នៅដីណាហ្នឹងគឺបកតិបតវ័យហ្នឹងណាឬក៏ថាសម្មតិបតវ័យដែលមានសក់រោមកញ្ចក់ធ្មេញស្បែកណាស័កសម្ភារៈបតវ័យមានសក់កញ្ចក់រោមធ្មេញស្បែកឬក៏សម្មតិបតវ័យដីស្រែដីចំការអីហ្នឹងយើងគ្រាន់តែស្គាល់ដីអញ្ចឹងបានព្រះអគ្គសាវកព្រះអង្គសម្ដែងថាពុទ្ធជននឹងស្គាល់ដីទៅតាមសេចក្តីពិតប៉ុន្តែរាប់អានក្នុងដីរួចហើយប្រកាន់ថាដីជាខ្លួនឬក៏ដីជារបស់ខ្លួនអញ្ចឹងទៅអញ្ចឹងបានយើងគ្រាន់តែអាចនិយាយថាដីបតវ័យធាតុអបោធាតុតេជោធាតុវាយោធាតុចឹងទៅគឺនិយាយស្រួលទេប្រាប់គ្នាស្រួលទេប៉ុន្តែអាការដែលត្រូវមកយល់សេចក្តីពិតនៅក្នុងបតវ័យហ្នឹងគឺថាលំបាកនឹងយើងគ្រាន់តែអាចនិយាយថាដីហាក់ដូចជាអ្នកស្គាល់ដីចឹងប៉ុន្តែអត់ស្គាល់ទេញាតិញោមនឹងបើសិនជាយើងស្គាល់បតវ័យធាតុពិតប្រកបនៅក្នុងអរិយវិន័យនេះនឹងរួចផុតចាកសេចក្តីកង្វល់នឹងយើងគ្រាន់តែអាចនិយាយថាក្នុងកាយខ្ញុំមានដីនឹងនិយាយបានប៉ុន្តែយើងអត់ស្គាល់ដីទេវានៅតែសម្គាល់ថាសត្វឃើញទេអាការដែលយើងសម្គាល់ថាសត្វសម្គាល់តែខ្លួននេះឯងដែលបញ្ជាក់ឲ្យឃើញថាយើងអត់ស្គាល់ដីទេនឹងអញ្ចឹងបានព្រះអង្គទ្រង់ត្រាស់សម្ដែងថាការកំណត់ដឹងកាយក្នុងកាយព្រះអដ្ឋកថាលោកពន្យល់ថាគឺការកំណត់ដឹងនៅមហាភូតរូបហើយនឹងឧបាទេយរូបហើយបើសិនជាគ្រាន់តែដីទឹកភ្លើងខ្យល់អញ្ចឹងចាំរៀនដែរអ្នកស្រុកអ្នកណាគេមិនស្គាល់ដីអ្នកណាគេមិនស្គាល់ទឹកអ្នកណាគេមិនស្គាល់ភ្លើងអ្នកណាគេមិនស្គាល់ខ្យល់យកទៅសួរគេមើលហ្នឹងហើយគេស្គាល់គ្រប់តែគ្នាហ្នឹងហើយស្រាប់តែយើងគ្រាន់តែសម្បត្តិត្រឹមដីទឹកភ្លើងខ្យល់ក៏មិននាំគ្នារៀនដែរមិនក៏មិនប្រឹងប្រតិបត្តិធម៌ណែវាទៅជាអញ្ចឹងទេណាហ្នឹងប៉ុន្តែអត់ទេទៀតអញ្ចឹងបាននៅក្នុងរឿងប្រព្រឹត្តបដិបត្តិនេះល្អិតល្អន់ណាស់ញាតិញោមពុទ្ធបរិស័ទមើលទៀតនឹងអត់ងាយចូលមកចំកន្លងផ្លូវរបស់ព្រះសម្មាសម្ពុទ្ធគឺសតិប្បដ្ឋាននេះទេការប្រព្រឹត្តបដិបត្តិខាងក្រៅការគោរពបូជាដោយប្រការផ្សេងសម្រាប់ទៅជាបុណ្យកុសលពិតប្រាកដចិត្តជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធហើយមានអវ័យបូជាព្រះអង្គក៏ដោយគឺថាសម្រាប់នៅលើចិត្តជ្រះថ្លាគឺថាបូជាបានពិតប្រាកដសម្រាប់បុណ្យកុសលពិតប្រាកដក៏ប៉ុន្តែការដែលត្រូវចូលមកកាន់ផ្លូវរបស់ព្រះសម្មាសម្ពុទ្ធក្រកាយលែងរឿងការបូជាយល់យ៉ាងម៉េចក៏បូជាកើតដែរនឹងទោះបីយើងល្ងឹតល្ងងបូជានៅអកប្បយវត្ថុប៉ុណ្ណាក៏ដោយនឹងគឺថាព្រះអង្គនៅតែអាចអនុគ្រោះសង្គ្រោះយើងឲ្យសម្រេចទៅជាបុណ្យកុសលបានក៏ប៉ុន្តែដំណើរដែលចូលមកកាន់ផ្លូវរបស់ព្រះសម្មាសម្ពុទ្ធនេះគឺជាការក្រអត់មែនចូលមកតាមរយៈការបូជានឹងបានទេ
nâng để trời trôi một rốt đồng nào phơi rồi bỏ bỏng cứ ọt miên trôi một tam rồi dễ ca bô chia presma sampot ba nê tiền nâng dân con là cơ tha ca để dân ban màu bô chia anh chấn dân ai mua tha chỉ ca bạ để bắt mền tê tiền nâng cứ ca bạ để bắt cứ tròn vô nơi sự cái đây bật đôi sự tay bật than đây chỉ phơi mù tại mũi nè để nhiệt nhôm bột ở bò để sát ai sắc xa cùng nót đăng nơi lẽ khả nã rừng không cai nè để chỉ bạ tàu váy cai chỉ ở bao cai tê châu cai bia vô cai nè để bây giờ đây bọt bỏng sầm đai nhé tiền á nâng chân cứ đầm ná để sắc xa lẽ khả nã rừng tôn ở trong cai nâng á ta dương khơi nhà lẽ cả nã rừng tôn ở trong cai nâng chỉ bạ tàu váy rồi có chỉ dường nè rồi có chỉ lẽ cả nã rừng rồi bỏ dường nâng chôn ca nhiệt nhôm bột ở bò để sát dương bộ phật tử Pratna đồng bay sầm rách nệp piên hay ca để trời sầm rách nệp piên vì trời tục hạ nì rốt cứ chia đồng nào rồi lột tục á nâng bồn tái nhiệt nhôm bột ở bò để sát đằng mấy ở đồng nào rồi lột tục cứ trời liếc bong rụp cài liếc bong về tận đây sanh nhà song khai về nhiệt bồn tái ti bầm phật á nhiệt nhôm bột ở bò để sát mơ đồng nào trong rồi lột tục bồn tái khai mu khăm nhiệt nhôm mở ấy rụp nâng chỉ bây giờ khiết á anh ấy ta là đồng nào dân vô bàn phần nè nè để dân Pratna Prenipian trong bàn Prenipian nó nhiệt nhôm tự đăng mạch ọt cứ tốc khăn đi rồi lốt tốc cứ rồi lốt khăn đi anh cứ rồi lốt cai đi anh rồi lốt phê từ chia cho món đát cai chặt nâng ấy để tới ở ót sờ đòn cột tử cứ ót miên phê từ chia cho món đát cai nâng ấy bật cót sầm đánh khuôn được không phộp từng bầy tiệt cứ ca cùng chặt bong ở sở đong cột tử ấy sắp tới dương chong rồi lột túc bàn tay khai mục hàm nơi nhiệt nhôm cần mở nâng ta đồng ná để dương chong oi rồi lột túc nâng hơi chùm môi nâng ca snat snao chùm môi rụp nâng bộ bần nà nâng mau với dương ọt chul ca ấy nâng á bàn việc khai mục hàm nâng á nâng hay chẳng xu thấy chẳng tụi mục hàm á tụi chư ngọt đó mẹ nê nè với trâu ta bộ predator đòi ca để xa cai nâng predator dịch group ấy để ra bắt từng buôn này anh chân bỏ ông ta sầm đen đòi à năm mai anh chân sọc group bài giang ấy còn tay cứ trong để dây pi xịt ở đây snat sna để khai mục kham rụp nổ nâng ấy khai kham rụp ấy khai kham dơ nè khai kham khuôn ai nữa mình chân rồi nó vì pro sum co lấy sum co thả rụp nâng ấy chỉ khuôn còn tay đâm chân mất ha chân lực cừu nó đây mục hàm á ca để xa mà giang hàng cày còn tay này dây ông pi chất hàng khăn để trong dây dân thà dân của predator đồng bay tục hạ nì rốt đấy tục hạ nì rốt nó cứ oi rồi lột túc cứ rồi lột rúp về tình ý sài nhá song kha về nhiên này ấy cứ trơ oi rồi lột mình miên sài xót đòi ca rồi lột sầm mốt từ dễ nâng còn tay đo tập pe ti bầm phật nó rồi bo na để dương trong lia bong trâu đó ti bầm phật dương để xa đòi giang cày lê như xu thà lia bong trâuอย่างbạch tử anh ấy dây bẻ ca pro ti pot rồi bo chất hàng nông đó tiền á mình để dây ông pi cách ca nghi ấy dương mơ hàng cày nó nghe chân ban dân mơ pre hòn ọt vô lê dân khơi pre hòn krong bong chì vo hay nghe ấy che từ đọc phui hay che từ ăn phơn ấy chân đáy dân mơ vô lê nâng vì pro dân vì ọt toàn vô là thì cái đây bật này rùp cài đắng á tiền nâng ba chất rồi bo pre hòn nó cứ thà ọt miên màu xanh thì phiệp ấy cho môi rùp này thế tiền cứ thà đắt sờ lát vì cái này còn tay ở vây đầy lốc từ tua bò để phô và chay buôn prao pra và chay buôn nó cứ thay một predator đầm bay chia thì cái đây sọc nông bạch chợ bòn đây mình toàn đồng lột khăn và để nộp tiền người ta ở tiền chẳng ban đồng nào để dân tới sắc xa mau ở zul nơi khăn ông tạ tù vây bao tê cho video ní cro chẳng thấy ban cái ọt căn vô ca sắc xa nó nghe vì pro kia tụm qua là cái chay ở hơi phê này nam squall nè từ chia cho món đát cay chất này na cùng squall sọc tục sau mà nó nâng nam squall cay nâng nam squall ấy chăm bạch một sắc xa cay ấy nâng tiết cái squall ở ấy nó kịp prăng từ thưa ấy từ này piên rồi nó nâng bàn tay cái ọt ban vô tha ca cùng nót đăng bạ tàu váy cay gần non tua bành nha sầm á tết thế nâng ấy chia đồng ná liếc bong nở vấp bờ bị pro ca cùng nót đăng cay non cái bực bật tới đòi ca liếc bong sọc khạ sành nhá vấp bờ là nâng cứ ca sầm qual không tomato liếc bong nơi sổ phẹ sành nhá vấp bờ là
គឺការសម្គាល់ខុសថាកាយនឹងឯងជារបស់ស្អាតដល់ពេលកំណត់ដឹងនៅវេទនាក្នុងវេទនាគឺលះបង់នៅសុខៈសញ្ញាវិបលាសកំណត់ដឹងចិត្តក្នុងចិត្តគឺថាលះបង់នៅនិច្ចសញ្ញាវិបលាសកំណត់ដឹងធัวក្នុងធัวលះបង់នៅអត្តសញ្ញាវិបលាសអាហ្នឹងយើងបានបកស្រាយដល់ប៉ុណ្្នឹងជាគោលហើយឥឡូវយើងត្រូវមកនិយាយអំពីបតវ័យកាយដែលត្រូវសិក្សាលក្ខណៈរឹងទន់នៅក្នុងកាយហើយយើងគ្រាន់តែបានរំលឹកគ្នាឲ្យសិក្សាអញ្ចឹងឯណាដល់ទៅពេលដំណើរដែលត្រូវរលឹកសិក្សាគឺត្រូវសិក្សាខ្លួនឯងហើយអបោកាយលក្ខណៈសើមជ្រួតជ្រាបនៅក្នុងកាយហ្នឹងគឺសិក្សាពិចារណាឲ្យយល់អបោធាតុដោយប្រការណាក៏ដោយនោះគឺត្រឹមតែជាអបោធាតុត្រឹមតែជាធាតុទឹកហើយតេជោធាតុលក្ខណៈក្តៅត្រជាក់មាននៅក្នុងកាយហ្នឹងគឺថាពិចារណាត្រង់លក្ខណៈក្តៅដែលវាមាននៅក្នុងកាយរបស់ខ្លួនឯងអញ្ចឹងទៅគឺថាឲ្យយល់សន្សំចាប់សេចក្តីឲ្យបានថាតេជោធាតុនៅក្នុងកាយហ្នឹងគឺថាអត់មែនខ្លួនយើងប្រុសស្រីណានៅក្នុងក្តៅត្រជាក់ហ្នឹងទេហ្នឹងហើយនឹងវាយោធាតុនៅក្នុងកាយហ្នឹងទានគ្រាន់តែជាលក្ខណៈកម្រើកដូច្នេះបុគ្គលពិចារណារឿយនៅក្នុងធាតុទាំង4ហ្នឹងឯងក៏ចាប់ផ្ដើមបំបែកកាយហ្នឹងដល់ទៅជាបតវ័យអបោតេជោវាយោទៅបានវាកំចាត់អាសញ្ញាមួយដែលសម្គាល់ថាសត្វមានប្រៀបឧបមាដូចជាបុគ្គលសម្រាប់គោអញ្ចឹងកាលណាដែលអត់តន់នៅវះបំបែកសាច់គោហ្នឹងទេវាទោះបីគោស្លាប់ហើយប៉ុន្តែអាការសម្គាល់ថាសត្វគោគឺនៅមានប៉ុន្តែដល់ទៅពេលបំបែកជ្រៀកសាច់ហ្នឹងទៅជាដុំអស់ហើយអាការសម្គាល់ថាសត្វគោអត់ទេពេលហ្នឹងសត្វគោបាត់ហើយវានៅសល់តែដុំសាច់យ៉ាងណាអាការពិចារណាធាតុទាំង4ដោយដីផ្សេងទឹកផ្សេងខ្យល់ផ្សេងភ្លើងផ្សេងអញ្ចឹងទៅបានវាបាត់អាការសម្គាល់ថាសត្វមានប៉ុន្តែវានៅតែកាយហ្នឹងគឺដីទឹកភ្លើងខ្យល់នេះឯងឈ្មោះថាពិចារណាឃើញកាយក្នុងកាយរមែងបំបែកនៅអត្តសញ្ញាអញ្ចឹងហ្នឹងអញ្ចឹងទៅដល់ទៅពេលញាតិញោមពុទ្ធបរិស័ទពិចារណាអញ្ចឹងទៅបានវាចេញលទ្ធផលការយល់ដឹងមកគឺដឹងថាយើងអត់មានទេប៉ុន្តែមិនក៏យើងចេះតែពិបាកចិត្តនឹងខ្លួនឯងពិបាកចិត្តនឹងអ្នកដទៃបានវាធ្លាក់ទៅលើសេចក្តីល្ងងនឹងឯងនៅមកពីអត់ដឹងថាខ្លួនឯងអត់មានអញ្ចឹងទៅបានជាកង្វល់លំបាកកន្ទក់កន្ទិញប្រកាន់ខ្លួនឯងប្រកាន់អ្នកដទៃសពគ្រប់បែបយ៉ាងតែដល់ទៅពេលសិក្សាបានគឺថាអ្វីខាងក្រៅកាយខាងក្រៅកាយខាងក្នុងគឺស្មើគ្នារហូតកាយនឹងឯងប្រកបទៅជារបស់ដទៃដល់ទៅពេលកាយនឹងវាប្រកបទៅជារបស់ដទៃខ្លួនឯងអត់បានធ្វើកាយនឹងឲ្យមកប៉ុណ្្នឹងអត់បានធ្វើកាយឲ្យរៀងប៉ុណ្្នឹងទេដោយអ្នកខ្លះស្គមពេកទៅចង់បានធាត់អ្នកខ្លះធាត់ពេកទៅចង់បានស្គមខ្លួនឯងមានបានធ្វើឲ្យខ្លួនឯងប៉ុណ្្នឹងឯណាអញ្ចឹងទៅបានវាអស់សេចក្តីកង្វល់នៅក្នុងកាយដែលប្រជុំកើតឡើងមកប៉ុណ្្នឹងនៅក្នុងពេលនឹងឯងបានឈ្មោះថាមានធัวជាទីពឹងព្រោះរលត់សេចក្តីកង្វល់អាសេចក្តីប្រកាន់នៅក្នុងអ្នកដទៃគឺស្ងប់ទៅហ្មងទេនឹងអត់មានប្រឹងថាឲ្យស្ងប់ទេប៉ុន្តែអាការយល់ដឹងហ្នឹងវាជាដំណើរស្ងប់ទៅស្រួលអញ្ចឹងឯងហ្នឹងនេះឯងឈ្មោះថាមានធัวជាទីពឹងដែលហៅថាអត្តសារណាអត្តទីបាធម្មសារណាធម្មទីបាដែលមានខ្លួនឯងជាទីពឹងគឺមានធัวជាទីពឹងដែលមានធัวជាទីពឹងគឺបុគ្គលពិចារណាឃើញកាយក្នុងកាយជាដើមទៀតគណៈសូមអនុមោទនា